សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញអំពីរបៀបនៃការផ្ញើសារទៅកាន់អតិថិជនរបស់យើងដែលគាត់បានធ្វើការចុច Start នៅក្នុង Telegram bot របស់យើងអញ្ចឹងដើម្បីយើងអាចធ្វើការបានយើងត្រូវតែភ្ជាប់នៅ bot របស់យើងជាមុនសិនអញ្ចឹងសម្រាប់វីដេអូនៃការភ្ជាប់គឺខ្ញុំបានបង្ហាញពីមេរៀនទី1រហូតមកដល់មេរៀននេះអញ្ចឹងមុននឹងយើងធ្វើការផ្ញើសារទៅគាត់យើងត្រូវដឹងថាតើ bot របស់យើងមានអតិថិជនប្រមាណហើយយើងចង់បែងចែកពួកគាត់បែបណាដោយសារតែ bot របស់ខ្ញុំទើបតែបង្កើតអញ្ចឹងមានតិចទេមានត្រឹមតែ2នាក់ដែលខ្ញុំបានតេស្តអញ្ចឹងខ្ញុំចង់ឲ្យឈ្មោះរបស់ខ្ញុំមួយនេះគឺជាអតិថិជន VIP អញ្ចឹងខ្ញុំធ្វើការបង្កើតនៅ label ថ្មីមួយដើម្បីសម្គាល់ថាគាត់គឺជាអតិថិជន VIP ហើយខ្ញុំចុច tick លើគាត់នេះហើយខ្ញុំចុច option ខ្ញុំយកពាក្យថា assign បន្ទាប់មកខ្ញុំរើសយក VIP ដែលខ្ញុំបានបង្កើតមិញខ្ញុំយក assign label អូខេយើងបានហើយសួរថាធ្វើអញ្ចឹងទៅអីយើងធ្វើអញ្ចឹងករណីបើសិនជាយើងមានអតិថិជនច្រើនយើងចង់ផ្ញើទៅឲ្យចំគោលដៅថាតើអតិថិជនមួយណាដែលយើងចង់ផ្ញើអតិថិជនមួយណាដែលយើងមិនចង់ផ្ញើអញ្ចឹងខ្ញុំចង់ផ្ញើសម្រាប់តែគាត់នឹងមួយទេអញ្ចឹងពេលដែលយើងរៀបចំហើយអ្វីដែលយើងត្រូវធ្វើគឺយើងចូលមកកាន់ broadcasting បន្ទាប់មកយើងយកពាក្យថា create campaign បន្ទាប់មកត្រង់កន្លែងនេះគេនឹងមានជាជំរើសឲ្យយើងបាទទី1គឺនៅត្រង់កន្លែងនេះយើងឃើញមាន subscriber របស់យើងគឺមាន2នាក់ដោយសារតែយើងមាន2តែបើយើងមានច្រើនវានឹងធ្វើការបង្ហាញយ៉ាងហ្នឹងបន្ទាប់មកអូមកក្រោមយើងនឹងឃើញមានពាក្យថា send to Telegram bot ហើយនិង personal account ដោយសារតែ personal account ខ្ញុំអត់បានបញ្ចូលដាក់នៅក្នុងនោះទេនេះខ្ញុំនឹងបង្ហាញនៅវីដេអូក្រោយៗគាត់ខ្ញុំបង្ហាញតែ send to Telegram bot បន្ទាប់មកយើងធ្វើការជ្រើសរើសនៅ bot របស់យើងបន្ទាប់មកទៀតត្រង់កន្លែងនេះគេសួរយើងថាតើយើងចង់ផ្ញើជាលក្ខណៈច្រើនឬក៏ចំនួនទាំងអស់ច្រើននេះមានន័យថាយើងអាចធ្វើការមានជា ID ករណីយើងមានជា ID របស់ពួកគាត់យើងអាចទុកនៅក្នុង file Excel ឬក៏ជា file អីមួយយើងដាក់នៅក្នុងនេះមកឬក៏យើងអាចដាក់ជា username មួយជាដើមតែដោយសារតែខ្ញុំបង្ហាញគឺខ្ញុំយកទាំងអស់បន្ទាប់មកយើងអាចរើសយក VIP គេនេះ label របស់យើងគឺ VIP អានេះគឺយើង select យកតែម្នាក់ទេតែបើសិនតែយើងយក all មានន័យថាគ្រប់ subscriber ដែលគាត់បានឆាតមក bot របស់យើងអាចធ្វើការផ្ញើសារទៅកាន់គាត់បានទាំងអស់អញ្ចឹងខ្ញុំរើសយកតែ VIP ទេអានេះគឺយើងដាក់ឈ្មោះចំណាំខ្ញុំឧទាហរណ៍ថាបន្តមកទៀតអូមកក្រោមត្រង់កន្លែងនេះគឺជាប្រភេទនៃ message ដែលយើងចង់ធ្វើការផ្ញើសារទៅគាត់តើយើងចង់ផ្ញើសារជាប្រភេទអ្វីអញ្ចឹងខ្ញុំសូមដាក់ជាមួយនឹងរូបភាពអក្សរហើយនិងប៊ូតុងអញ្ចឹងខ្ញុំធ្វើការអាប់ឡូតជាមួយនឹងរូបភាពរបស់ខ្ញុំមកស្លឹកមកបាទខ្ញុំសូមអាប់ឡូតរូបភាពបែបនេះបន្ទាប់មកយើងអាចធ្វើការដាក់នៅ caption ដែលយើងចង់ធ្វើការដាក់អញ្ចឹង caption ខ្ញុំអាចដាក់ថា welcome to chat អញ្ចឹងក្រោមនេះយើងអាចដាក់ប៊ូតុងអញ្ចឹងប៊ូតុងនេះយើងចង់និយាយពីអីបើខ្ញុំចង់និយាយថា website អញ្ចឹងតោះនេះខ្ញុំរើសយក web URL ហើយតោះនេះខ្ញុំអាចដាក់chat.com បន្ទាប់មកយើង add ប៊ូតុងមួយទៀតយើងអាចដាក់អីមេរៀនអញ្ចឹងនេះខ្ញុំរើសយក post back ហើយខ្ញុំរើសយកអ្វីដែលខ្ញុំមានឥឡូវខ្ញុំឧទាហរណ៍ថាតម្លៃចុះតម្លៃបន្ទាប់មកយើងមានអីទៀតបើយើងអត់មានយើងអាចបង្កើតថ្មីបានណាហើយយើងដាក់ថែមមកទៀតមកឥឡូវខ្ញុំដាក់ថាអ្នកទំនើយើងរើសយក post back មក contactអញ្ចឹងប៊ូតុងសម្រាប់ចូលមកក្រោមយើងឃើញមាន2រ៉ូហើយនិង1រ៉ូត្រង់កន្លែងនេះបើសិនជាអក្សរយើងច្រើនយើងយក1រ៉ូមកវាឃើញស្អាតបើអក្សរយើងខ្លីៗទេយើងអាចដាក់អញ្ចេះទៅវាឃើញស្អាតដូចគ្នាអញ្ចឹងអាស្រ័យទៅលើយើងជាអ្នករើសទេត្រង់កន្លែងហ្នឹងហើយត្រង់ក្រោមនេះយើងធ្វើការផ្ញើសារឥឡូវហ្នឹងឬក៏យើងរើសម៉ោងរើសពេលវេលាដាក់ schedule បើយើងគិតថាអូខេត្រឹមត្រូវអស់ហើយយើងអាចធ្វើការចុច send broadcast មកបាទអញ្ចឹងពេលដែលយើងធ្វើការ send broadcast ហើយត្រង់កន្លែងនេះវានឹងបង្ហាញឥឡូវគឺវាកំពុងតែធ្វើការ pending នៅពេលដែលវាធ្វើការផ្ញើចប់ត្រង់កន្លែងហ្នឹងវានឹង load ពាក្យថា complete បែបនេះហើយយើងក៏អាចធ្វើការមើលជារបាយការណ៍បែបនេះបានផងដែរអញ្ចឹងយើងចូលទៅមើល Telegram ថាតើបានផ្ញើមកហើយឬនៅអញ្ចឹងនេះបងប្អូនអរគ្នាឃើញទេនេះឃើញយើងដាក់នេះមាន welcome to chat KH មានប៊ូតុងហើយបើតម្លៃនេះនៅពេលដែលយើងចុចលើពាក្យហ្នឹងវានឹងធ្វើការផ្ញើនៅតារាងតម្លៃដែលយើងមកដាក់មកអាស្រ័យទៅលើយើងបង្កើតអញ្ចឹងណាតំណែងវានឹងធ្វើការផ្ញើនៅតំណែងដែលយើងបានបង្កើតនៅក្នុង flow អញ្ចឹងទៅអញ្ចឹងអានេះខ្ញុំគ្រាន់តែជាឧទាហរណ៍សម្រាប់បងប្អូនទាំងអស់គ្នាមើលទេអញ្ចឹងរបៀបនៃការ broadcasting ទៅកាន់ subscriber របស់យើងគឺបែបហ្នឹងឯងមានន័យថានរណាក៏ដែរឲ្យតែគាត់បានធ្វើការឆាតមកកាន់ Telegram bot របស់យើងអាចធ្វើការផ្ញើសារមកកាន់ពួកគាត់បានផងដែរអញ្ចឹងដូចតែបងប្អូនទាំងអស់គ្នាបានឃើញអញ្ចឹងគឺយើងផ្ញើសារបានបែបហ្នឹងបើយើងមានច្រើនយើងផ្ញើច្រើនទៅសូមអរគុណទំនាក់ទំនងមកយើងខ្ញុំសម្រាប់ព័ត៌មានបន្ថែម Scan QR code នៅទីនេះ